បាទសូមជម្រាបសួរបងប្អូនបាទថ្ងៃនេះខ្ញុំបង្ហាញពីរបៀប copy ក្តារនៅ Family Mart បាទអញ្ចឹងគឺយើងស្វែងរកម៉ាស៊ីនហ្នឹងមកហើយចុចអក្សរ copy ហ្នឹងមកបាទហើយយើងយក line នេះមកលើគេហ្នឹងតមកវាមានពណ៌ហើយនឹងអក្សរខ្មៅអញ្ចឹងយើងចង់បានពណ៌ឬ color យើងចុចហ្នឹងមកហើយមាន B5 A5 B តាមហ្នឹងគឺតម្លៃតាមហ្នឹងដែរនេះ A4 ខ្ញុំយក A4 អញ្ចឹងវា50 yen ក្នុងមួយស្លឹកអញ្ចឹងយើងយកកាក់ចូលទៅបាទខ្ញុំដាក់100 yen ទៅហើយចុច CA តបមកហើយយើងបើក line នេះមកដើម្បីយើងដាក់កណ្ដាលយើងចូលដើម្បី copy បាទយើងសុកចូលមកបាទ line នេះរៀងបាំងទីសារខ្ញុំកាន់ទូរស័ព្ទហ្នឹងហើយអញ្ចឹងយើងដាក់ចូលហើយយើងចុចបន្តទៅមកពណ៌ខៀវហ្នឹងបាទប៊ូតុងហ្នឹងអញ្ចឹងរងចាំឲ្យ plate ហ្នឹងហើយអញ្ចឹងកណ្ដាលវាពេញបញ្ជាអញ្ចឹងយើងអាចផ្លាស់ប្ដូរតាមហ្នឹងបានយើងបង្វិលឲ្យបានហ្នឹងហើយយើងបង្វិលវាត្រូវហើយយើងចុចបន្តទៅមក CA អញ្ចឹងវាអស់50 yen ក្នុងស្លឹកហ្នឹងអញ្ចឹងយើងចុចប៊ូតុង start តហ្នឹងមកបាទតាមមួយផ្លែទៅចេញហើយបាទលឿនរហ័សបាទគឺចេញមកបាទបាទប៉ុណ្្នឹងទេបាទអរគុណច្រើនបាទជំរាបលា